យៈពេល4ថ្ងៃប៉ុណ្ណោះនាវាដឹកប្រេងរបស់រុស្ស៊ីយ៉ាងតិច50គ្រឿងត្រូវបានកំទេចនាវាដែលមានទំនាក់ទំនងជាមួយនឹងរុស្ស៊ីឬក៏នាវារបស់រុស្ស៊ីផ្ទាល់ដឹកប្រេងនិងសម្ភារៈផ្សេងឆ្លងកាត់ច្រកសមុទ្រអាស៊ើវនៅតំបន់សមុទ្រខ្មៅរងការវាយប្រហារដោយវងដ្រូនពីសំណាក់វងដ្រូននៃប្រទេសអ៊ុយក្រែនបានប្រកាសថាការវាយប្រហារសម្ដៅទៅលើទីតាំងដឹកភស្តុភារមធ្យោបាយសង្គ្រាមរបស់រុស្ស៊ីគឺរយៈពេលប៉ុន្មានខែចុងក្រោយនេះគឺអ៊ុយក្រែនមានប្រសិទ្ធភាពខ្លាំងណាស់នៃការកំទេចគោលដៅរបស់រុស្ស៊ីទាំងនោះការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីសឹងកើតមានជារៀងរាល់ថ្ងៃហើយឥឡូវនេះកងអង្គភាពដ្រូននៃប្រទេសអ៊ុយក្រែនបានធ្វើរបាយការណ៍បញ្ជាក់ថា4ថ្ងៃមុននេះយ៉ាងហោចណាស់កប៉ាល់ដឹកប្រេងនិងកប៉ាល់ដឹកទំនិញផ្សេងរបស់រុស្ស៊ីយ៉ាងតិច50គ្រឿងត្រូវបានកំទេចរុស្ស៊ីតែងតែប្រតិកម្មចំពោះការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើប្រាស់ដោយវងដ្រូននិងមីស៊ីលកំទេចភស្តុភាររបស់រុស្ស៊ីទាំងភស្តុភារយោធានិងទាំងភស្តុភារស៊ីវិលប៉ុន្តែរុស្ស៊ីតែងតែប្រតិកម្មវាយបកវិញដោយបាញ់មីស៊ីលបាល់លីស្ទិកនិងដ្រូនរាប់រយគ្រឿងចូលទៅរដ្ឋធានីគៀវនិងទីក្រុងផ្សេងទៀតនៃប្រទេសអ៊ុយក្រែនរុស្ស៊ីគម្រាមថាដល់ដំណាក់កាលចុងក្រោយដែលរុស្ស៊ីអស់ភាពអត់ធ្មត់នោះគឺលើសពីអាវុធមីស៊ីលបាល់លីស្ទិកគឺអាវុធផ្សេងទៀតក៏រុស្ស៊ីអាចវាយប្រហារទៅលើអ៊ុយក្រែនរាប់ទាំងក្បាលនុយក្លេអ៊ែរតាក់ទិករុស្ស៊ីក៏អាចវាយប្រហារទៅលើអ៊ុយក្រែនបានផងដែរនៅយប់ថ្ងៃទី9កក្កដាអ៊ុយក្រែនបានឲ្យដឹងថាការវាយប្រហារនាវារុស្ស៊ីចំនួន14គ្រឿងជាប្រភេទនាវាដឹកប្រេង12គ្រឿងត្រូវបានគេកំណត់នៅលើសមុទ្រអាស៊ើវលោក Robert Major Brody មេបញ្ជាការកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើក USAF របស់អ៊ុយក្រែនបានសរសេរបង្ហោះនៅលើបណ្ដាញ Telegram ថាអង្គភាពរបស់លោកកំណត់គោលដៅទៅលើនាវាដឹកប្រេងចំនួន12គ្រឿងរួចទៅហើយជាមួយគ្នានោះគឺនាវាដឹកទំនិញស្ងួត1គ្រឿងនិងនាវាសណ្ដោង1គ្រឿងលោកបានបន្ថែមថាអ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងនាវាដឹកទំនិញស្ងួតនិងនាវាជំនួយគឺនៅថ្ងៃទី9កក្កដាប៉ុន្តែក្នុងរយៈពេល96ម៉ោងចុងក្រោយបំផុតគឺនាវាជំនួយ35គ្រឿងដែលជាប្រភេទកងនាវាស្រមោលរបស់រុស្ស៊ីត្រូវបានវាយប្រហារដូចគ្នាលោកបានកត់សម្គាល់ថានាវាទាំងនោះជារបស់រុស្ស៊ីក្រោមការដោតទង់ជាតិរបស់ប្រទេសរុស្ស៊ីដូចជានាវាដឹកប្រេង Chelsea 6នាវាដឹកប្រេង Ora Tanker Sona 1នាវាដឹកប្រេង Ayarapin នាវា Plutoទូកសណ្ដោង Avio ជាមួយនឹងកប៉ាល់ដឹកទំនិញ Aphrodite នាវាដឹកប្រេង Venus 3នាវាដឹកប្រេង Penelope លោកក៏បានបញ្ជាក់ផងដែរថាកប៉ាល់ដឹកប្រេង Galiska Kamal ដោយទង់ជាតិប៉ាណាម៉ាបន្លំត្រូវវាយប្រហារផងដែរអត្តសញ្ញាណរបស់កប៉ាល់បន្ថែមចំនួន5គ្រឿងទៀតកំពុងត្រូវបានផ្ទៀងផ្ទាត់លោក Brody បានឲ្យដឹងថានាវាដឹកប្រេងទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណជាផ្នែកមួយនៃកងនាវាសមោលដែលត្រូវបានស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិអគ្គសេនាធិការអ៊ុយក្រែនបានឲ្យដឹងអំពីការបំផ្លាញនៅនាវាដឹកប្រេងចំនួន12គ្រឿងទូកសណ្ដោង1គ្រឿងនិងនាវាដឹកទំនិញស្ងួត1គ្រឿងដែរដោយបន្ថែមថាឥឡូវនេះគឺកំពុងតែកំណត់អំពីវិសាលភាពនៃការខូចខាតយោងតាមអគ្គសេនាធិការនាវាទាំងនោះបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងរំអិលដល់អង្គភាពយោធារុស្ស៊ីផងដែរនិងដឹកជញ្ជូនប្រេងនិងផលិតផលប្រេងកាតនេះកិច្ចពីទណ្ឌកម្មអន្តរជាតិជាសេចក្តីថ្លែងការណ៍នាវាទាំងនោះជួយសម្រួលដល់ការនាំចេញធនធានថាមពលប្រភពហិរញ្ញប្បទានដ៏សំខាន់របស់វិមានក្រំឡាំងសម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនលោក Brody បានរៀបរាប់ថានៅថ្ងៃទី6កក្កដាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារនាវាដឹកប្រេង Captain Bamin និងសាណាផងដែរនៅថ្ងៃទី7កក្កដានាវា10គ្រឿងដែលក្នុងនោះមាននាវាដឹកប្រេងចំនួន8គ្រឿងនាវាដឹកទំនិញស្ងួតចំនួន1គ្រឿងនិងសាឡាង SKS1 នៅខេចនៅថ្ងៃទី8កក្កដាលោកបានឲ្យដឹងថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារនាវាចំនួន9គ្រឿងផ្សេងទៀតលោក Brody ក៏បានឲ្យដឹងផងដែរថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើគោលដៅយោធាចំនួន45ពេញមួយយប់នៅក្នុងតំបន់គ្រីមៀនិងភាគខាងត្បូងអ៊ុយក្រែនដែលកងទ័ពរបស់រុស្ស៊ីកំពុងឈរជើងក្នុងចំណោមគោលដៅដែលបានរាយការណ៍នោះគឺលោកថាមានរោងចក្រថាមពលកម្ដៅសាគីកន្លែងផ្ទុកឥន្ធនៈចំនួន3កន្លែងដឹកជញ្ជូនចំនួន2ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកស៊ីថលនិងប៉មទំនាក់ទំនង1ហើយនៅក្នុងតំបន់ដដែលនេះអភិបាលតំបន់រ៉ូស្តូវ Yarislo Yasa បានឲ្យដឹងថានាវាដឹកប្រេង2គ្រឿងពិតជារងការខូចខាតនៅឈូងសមុទ្រតាកាន់រងដោយការបើកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនវាយប្រហារលោកបានសរសេរនៅក្នុងបណ្ដាញ Telegram ថានៅក្នុងឈូងសមុទ្រយន្តហោះគ្មានមនុស្សបើកបានវាយប្រហារនាវាដឹកប្រេង2គ្រឿងម្ដងទៀតដោយបណ្ដាលឲ្យខូចខាតផ្នែកមេកានិកនិងមានអ្នករងរបួសហើយក្រុមនាវិកត្រូវបានជម្លៀសចេញ
លោកបានបញ្ជាក់ថាភ្លើងបានឆាបឆេះនៅលើនាវាទាំងពីរមួយត្រូវបានពន្លត់នៅពេលដែលលោកធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតខណៈដែលអ្នកពន្លត់អគ្គិភ័យនៅតែបន្តធ្វើការដើម្បីពន្លត់ការវាយប្រហារដែលបានរាយការណ៍គឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយរបស់អ៊ុយក្រែនដើម្បីរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរវាងតំបន់គ្រីមៀដែលកាន់កាប់និងដីគោកប្រសិនបើត្រូវបានបញ្ជាក់យុទ្ធនាការវាយប្រហារដ៏ធំបំផុតរបស់អ៊ុយក្រែននេះគឺប្រឆាំងនឹងកងនាវាស្រមោលរបស់រុស្ស៊ីចាប់តាំងពីការឈ្លានពានទ្រង់ទ្រីធំបំផុតរបស់កងទ័ពជើងទឹកអ៊ុយក្រែនធ្លាប់បានបំផ្លាញនាវាដឹកប្រេងរុស្ស៊ីចំនួន6គ្រឿងនៅក្នុងឆ្នាំ2025ដែលធ្វើឡើងក្នុង3សប្តាហ៍ពេញលេញនៅជិតនឹងប្រទេសទូគីផងនិងនៅក្បែរនឹងសមុទ្រមីដេទែរ៉ាណេផងទន្ទឹមនឹងនោះរុស្ស៊ីបានប៉ុនប៉ងវាយប្រហារចំនួន15ទៅ18ដងវិញលើការដឹកជញ្ជូនពាណិជ្ជកម្មរបស់អ៊ុយក្រែននៅក្នុងឆ្នាំ2025ដោយពេលនោះបានបំផ្លាញនាវាប្រមាណជាង28គ្រឿងនេះបើយោងតាមរបាយការណ៍ខែធ្នូឆ្នាំ2025របស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រសមុទ្រខ្មៅអ៊ុយក្រែនបានបើកការវាយប្រហាររបស់ខ្លួនទៅលើកងនាវាស្រមោលរបស់រុស្ស៊ីដោយអះអាងថានាវាដឹកប្រេងនិងផលិតផលប្រេងកាតរបស់រុស្ស៊ីផ្ដល់ហិរញ្ញប្បទានដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងមូស្គូហើយក៏ជាគោលដៅយោធាស្របច្បាប់យោងតាមកាសែត Financial Times ឧបនាយករដ្ឋមន្ត្រីអូលេកស៊ីគូលេបាបានអះអាងថានៅក្នុងលិខិតមួយទៅកាន់អង្គការសមុទ្រអន្តរជាតិបន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវថាធ្វើអំពើភេរវកម្មប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មតែលោកគូលេបាបានដាក់ជាសំណួរសួរសំណួរស្របច្បាប់គួរតែកើតឡើងថាតើសកម្មភាពរបស់នាវានេះចាត់ទុកជាប្រតិបត្តិការពាណិជ្ជកម្មធម្មតាបានដែរឬអត់លោកបានអះអាងថាវាគឺជាកងនាវាស្រមោលគឺជាការបង្កើតចំណូលថវិកាសម្រាប់រដ្ឋសហព័ន្ធនិងកិច្ចខិតខំប្រឹងប្រែងសម្រាប់សង្គ្រាមរបស់ខ្លួនគេតែប៉ុណ្ណោះរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនវិញពីបទវាយប្រហារកប៉ាល់ដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីនៅសមុទ្រមីដេទែរ៉ាណេនៅក្នុងខែមិនិនាដែលការចោទប្រកាន់នោះក៏ត្រូវបានទីក្រុងគៀវបដិសេធផងដែរលោកគូលេបាបានលើកឡើងថារុស្ស៊ីបានវាយប្រហារនាវាពាណិជ្ជកម្ម59គ្រឿងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនរួមមាននាវាដឹកទំនិញរបស់ទូគីទៀតផងដូចជា MV Vitra និងនាវា Halga ដែលជាកម្មសិទ្ធិរបស់អាល្លឺម៉ង់ហើយហៅឧបទ្វហេតុនេះអាចជាផុសតាងបន្ថែមទៀតនៃការមិនអើពើរបស់ទីក្រុងមូស្គូចំពោះច្បាប់មនុស្សធម៌អន្តរជាតិនិងសុវត្ថិភាពសមុទ្រការប៉ាមប្រមាណបានឲ្យដឹងថាកងនាវាប្រេងស្រមោលរបស់រុស្ស៊ីកើនឡើងដល់ជាង1500គ្រឿងដែលអនុញ្ញាតឲ្យទីក្រុងមូស្គូបន្តការនាំចេញប្រេងទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយក្តីនៅក្នុងខណៈដែលគោលដៅនៃការវាយប្រហារលើនាវាស្រមោលរបស់រុស្ស៊ីគឺដើម្បីបង្អាក់នៅការដឹកជញ្ជូនប្រេងសម្រាប់យោធាផងដែរនោះក៏អ៊ុយក្រែនបង្កើននឹងការប៉ះពាល់ដល់ប្រេងឥន្ធនៈនៅលើទឹកដីរុស្ស៊ីដោយផ្ទាល់ផងដែរនៅក្នុងពេលនេះរហូតដល់ប្រទេសរុស្ស៊ីហាមមិនឲ្យមានការលក់ប្រេងឥន្ធនៈនិងម៉ាស៊ូតចេញទៅក្រៅប្រទេសទៀតផងហើយនៅតំបន់ដែលរងការវាយប្រហារខ្លាំងក្លាជាងគេគឺនៅតំបន់គ្រីមៀដែលលោកពូទីនអំពាវនាវឲ្យក្រសួងហិរញ្ញវត្ថុរបស់លោកត្រូវទូទាត់ឲ្យប្រជាជនមិនឲ្យមានអារម្មណ៍ថាមានបន្ទុកពីវិបត្តិដែលកំពុងកើតឡើងនោះឡើយហើយលោកក៏បានប្រកាសថារុស្ស៊ីហាមការនាំចេញប្រេងម៉ាស៊ូតរហូតដល់ចុងខែកក្កដាឯនៅទីក្រុងសេវ៉ាស្តូប៉ូលដែលជាទីក្រុងធំបំផុតមួយនៅគ្រីមៀអភិបាលតំណាងរបស់រុស្ស៊ីលោកមីខែរ៉ាវ៉ូហ្សាវ៉ាយ៉េវបានមានប្រសាសន៍ថាកិច្ចខិតខំប្រឹងប្រែងធំសម្បើមដែលពាក់ព័ន្ធនឹងយោធាកំពុងដំណើរការដើម្បីកាត់បន្ថយវិបត្តិនេះប៉ុន្តែស្ថានភាពវាមិនទាន់មករកភាពប្រក្រតីបានវិញនៅឡើយនោះទេលោកថាបានតែ1/3ប៉ុណ្ណោះនៃតម្រូវការប្រេងឥន្ធនៈដែលអាចប្រើប្រាស់បានហើយលោកក៏យកការសន្យារបស់លោកពូទីនមកអះអាងថាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតប៉ុន្តែប្រជាជនរុស្ស៊ីនៅលើបណ្ដាញសង្គមមិនមានការអបអរសាទរចំពោះព័ត៌មាននោះទេមានតែនិយាយថាសតវត្សទី21ហើយរថយន្តគួរតែអាចហោះបានយើងបែរជាត្រឡប់ទៅកាន់អតីតកាលទៅវិញមានអ្នកសរសេររៀបរាប់ទៀតផងដែរដាក់ការស្ដីបន្ទោសថាតើផ្គត់ផ្គង់ប្រេងថាមពលទៅកាន់ទ្វីបនេះជាការសម្រេចចិត្តដូចម្ដេចប្រជាជនឥឡូវគ្មានអគ្គិសនីគ្មានទឹកប្រើប្រាស់នោះទេប្រធានមជ្ឈមណ្ឌលសន្តិសុខនិងសហប្រតិបត្តិការអ៊ុយក្រែន Zahi Guzen បានលើកឡើងថាគ្រីមៀលែងជាមូលដ្ឋានទ័ពក្រោយរបស់កងកម្លាំងរុស្ស៊ីបានទៀតហើយស្ថានភាពគ្រីមៀអាក្រក់ទៅយ៉ាប់យ៉ឺនដល់ប្រជាជននៅក្នុងតំបន់ក្រមយោធាដែលកំពុងកាន់កាប់ហើយវាធ្លាប់តែជាទីងាយស្រួលសម្រាប់យោធានៅទីនោះលោកថាយោធាកំពុងតែយកធនធានបង្វែរចេញពីប្រជាជនស៊ីវិលនៅក្នុងពេលនេះដែលសម្ដៅទៅលើប្រេងដែលត្រូវបានផ្គត់ផ្គង់សម្រាប់យោធាជាចាំបាច់ទៅវិញ